បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទបងប្អូនដែលតែងតែតាមដានការស្ដាប់បាទព្យាករណ៍តម្លៃមាសរបស់បាទខ្ញុំបាទហើយបងប្អូនដែលទិញចន្លោះពី17 18ម៉ឺនគឺញញឹមហើយមាសថ្ងៃហ្នឹងឡើងបងប្អូនបាទអញ្ចឹងវាមានកត្តាបាទជាច្រើនដែលជំរុញឲ្យតម្លៃមាសបុកឡើងបាទឥឡូវយើងមកមើលទីផ្សារអន្តរជាតិបន្តិចទៅចុះបាទ5000បាទ170ដុល្លារក្នុង1អោនបើគិតជាតម្លឹងបាទ6301ដុល្លារក្នុង1តម្លឹងបើគិតជាគីឡូបាទ160,000បាទ8000ដុល្លារបាទក្នុង1គីឡូបងប្អូនបាទឡើងខ្លាំងមែនតើអាចនឹងហក់ឡើងថ្ងៃនេះអាចនឹងថ្ងៃតិចអាច7-10,000ជាងហ្នឹងបងប្អូនបាទអញ្ចឹងកត្តាសំខាន់ដែលធ្វើឲ្យតម្លៃមាសបាទហក់ឡើងបាទទី1គឺតាក់ទងនឹង tariff របស់លោកដូណាល់ត្រាំតែដាក់ 15% បន្ថែមបាទរាល់ប្រទេសដែលលក់អីវ៉ាន់ទៅសហរដ្ឋអាមេរិកបាទនាំចូលទៅសហរដ្ឋអាមេរិកគឺបន្ថែម 15% នេះហើយគឺជាកត្តាសំខាន់ដែលជំរុញឲ្យតម្លៃមាសឡើងបាទកត្តាទី2បាទថ្ងៃនេះលុយដុល្លារបាទមានការធ្លាក់ចុះបាទធ្វើឲ្យតម្លៃមាសបាទបុកឡើងបាទលុយដុល្លារមិនមែនហើមទេណាលុយដុល្លារធ្លាក់ចុះបាទហ្នឹងហើយជាចំណុចដែលធ្វើឲ្យតម្លៃមាសថ្ងៃនេះឡើងបាទចំណុចទី3បាទតាក់ទងនឹងភូមិសាស្ត្រនយោបាយរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ានបាទមានភាពតានតឹងខ្លាំងមែនទែនហើយនឹងមានការសន្ទនាឬក៏ជួបគ្នានៅថ្ងៃពហុនេះហើយបាទសប្តាហ៍នេះនឹងមានការចរចាគ្នាតាក់ទងនឹងនុយក្រូអែបាទហើយបញ្ហាទី4ទៀតបាទតាក់ទងនឹងបាទតម្លៃមាសបាទគឺធនាគារ Swiss គឺគាត់បានព្យាករណ៍ថាតម្លៃមាសនឹងហក់ឡើងដល់$6,200ក្នុង1អោនស្មើនឹង$20,000ក្នុង1គីឡូនេះបាទនេះហើយគឺជាចំណុចបាទសំខាន់បាទហើយតាក់ទងនឹង UBS របស់ Swiss ហ្នឹងគឺគាត់ថាបាំងប្រហែលជាចន្លោះពី3ខែទៀតទេមាសនឹងអាចហក់ឡើងដល់$20,000ក្នុង1គីឡូហើយអញ្ចឹងក្នុងនាមខ្ញុំបាទជាអ្នកលក់មាសបាទលក់គ្រឿងអលង្ការពេជ្របាទជូនពរឲ្យពុកម៉ែបងប្អូនបាទអ្នកលក់មាសលក់ពេជ្របាទលក់ផ្លាទីននៅទូទាំងប្រទេសកម្ពុជាលក់ដាច់ទាំងអស់គ្នាពីព្រោះគៀកពិធីបុណ្យចូលឆ្នាំខ្មែរហើយក៏សូមឲ្យពុកម៉ែបងប្អូនអ្នកដែលទិញមាសបាទយើងនៅតែបន្តទិញថែមទៀតទៅបងប្អូនបាទពីព្រោះមាសនៅតែបន្តឡើងបាទសូមអរគុណ